សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបន្តរឿងថ្ងៃមុនរឿងដែលថាមានចិត្តចង់សមាទានសិលប៉ុន្តែរងចាំមានលទ្ធភាពធ្វើបុណ្យដើម្បីប្រកាសខ្លួនហើយក្នុងពេលហ្នឹងខ្ញុំបានសូមឲ្យបងប្អូនយើងជួយ comment មើលថាការគិតបែបហ្នឹងត្រូវឬក៏ខុសហើយមកដល់ពេលនេះខ្ញុំឃើញបងប្អូនយើងមាន comment ថាត្រូវនឹង2នាក់ហើយខុសអត់មានទេហើយក្រៅពីនោះគឺ comment ឲ្យជាសញ្ញាប្រាប់ថាសញ្ញាបែបថាលើកទឹកចិត្តដល់វីដេអូរបស់ខ្ញុំទៅវិញទេបាទអត់មាន comment ថាខុសថាអីទេបាទហើយក៏អរគុណដែរដែលបានចូលរួម comment ចូលរួមមើលវីដេអូហ្នឹងចូលរួម like ព្រមទាំង share បាទអរគុណហើយឥឡូវយើងនិយាយរឿងហ្នឹងបាទការពិតរឿងហ្នឹងវាមានត្រូវហើយក៏វាមានខុសបាទត្រូវយ៉ាងម៉េចបាទឧទាហរណ៍ថាយើងមានគម្រោងធ្វើបុណ្យក្នុងពេលខាងមុខឆាប់អញ្ចឹងណាយើងបានគ្រោងរួចហើយតែរួចទៅយើងនឹងក៏មានចិត្តមួយចង់សម្រេចចិត្តចូលស្មាទានហើយយើងក៏ធ្វើនៅពេលថ្ងៃដែលយើងប្រារព្ធពិធីបុណ្យនឹងទៅអាហ្នឹងវាអត់មានការខុសអីទេបាទត្រឹមត្រូវអាហ្នឹងដោយសារយើងគិតភ្លាមធ្វើភ្លាមហើយរឿងមួយទៀតឧបមាថាយើងពេលហ្នឹងយើងចង់សម្រេចចិត្តចូលស្មាទានខ្លាំងណាស់ប៉ុន្តែចង់ធ្វើពិធីហ្នឹងឲ្យធំដើម្បីប្រកាសខ្លួននឹងអញ្ចឹងណាហើយអាលទ្ធភាពនៃការធ្វើបុណ្យហ្នឹងវាមិនដឹងថាពេលណាអញ្ចឹងវាអត់ប្រកាសថាពេលណាចេះតែអស់បន្លាយទៅឥឡូវឧទាហរណ៍ថា1ឆ្នាំស្រាប់តែ1ឆ្នាំទៅអត់បានធ្វើឬក៏បានធ្វើទៅចោះអញ្ចឹងអាតំណឹងហើយដែលខ្ញុំគិតថាយើងគិតខុសបន្តិចទៅហ្នឹងខុសយ៉ាងម៉េចមិនខុសពុទ្ធសាសនាមិនខុសវិន័យខុសអីទេខុសត្រង់ថាយើងគិតខុសទៅលើការខាតពេលវេលាបាទខាតពេលវេលាអស់1ឆ្នាំតម្រាំតែយើងមានលទ្ធភាពធ្វើបុណ្យហ្នឹងហើយយើងខាតចូលសមាទានហ្នឹងអស់1ឆ្នាំបាត់ហើយចង់យូរហើយអត់បានចូលដោយសារតែរឿងចាំធ្វើបុណ្យអញ្ចឹងអាការដែលយើងចាំធ្វើបុណ្យវាជាឧបសគ្គរារាំងខកខានយើងនឹងអស់ពេល1ឆ្នាំតម្រាំបានចូលរក្សាសិលអញ្ចឹងណាបាទខ្ញុំធ្លាប់ឮធម្មកថាជាច្រើនឬក៏ធម្មាចារ្យជាច្រើនបាទធ្លាប់និយាយដូចគ្នាថាពុទ្ធសម្ដែងទុកថាចេតនាគឺជាតួសិលបាទយើងធ្លាប់ឮអស់ចេតនាគឺជាតួសិលហើយចុះចេតនាអ្វីទៅអ្វីហៅចេតនាបើចេតនាគឺការដែលយើងមានចិត្តចង់សម្រេចចិត្តនឹងហើយដែលគេហៅចេតនាគ្រាន់តែយើងជាចង់នឹងវាជាការផ្ដើមចេតនារបស់យើងហើយអញ្ចឹងយើងគ្រាន់តែប្រតិបត្តិថែមទៀតទៅវាคล้ายទៅជាសិលបាត់ទៅហើយបាទអញ្ចឹងយើងអត់មានរងចាំអីទេអត់មានពិបាកចំណាយធនធានអីក្នុងការចូលរក្សាសិលទេបាទងាយណាស់អញ្ចឹងចេតនាគឺជាតួសិលនៅពេលដែលយើងសម្រេចចិត្តថាសមាទានសិលហើយយើងស្វែងរកសិក្ខាបទសិល5អញ្ចឹងឧទាហរណ៍សិល5យើងស្វែងរកសិក្ខាបទ2នាក់មុនអញ្ចឹងទៅសិក្សារៀនសូត្រឲ្យចេះហើយយើងតាំងចិត្តប្រតិបត្តិទៅយើងមានខ្លាយជាអ្នកមានសិលបាត់ហើយបាទហើយពេលដែលយើងប្រារព្ធពិធីហ្នឹងបើយើងចង់ប្រារព្ធពិធីហ្នឹងតែបន្តិចបន្តួចគ្រាន់តែថ្ងៃសិលហើយរៀបចំខ្លួនទៅវត្តទៅជួបអាចារ្យគ្រូចៅអធិការអីហ្នឹងទៅហើយរៀបចំតែមកពេលហ្នឹងទៅរួចហើយបាទអត់មានចំណាយដើមទុនអីធំដុំទេអញ្ចឹងការសម្រេចចិត្តចូលរក្សាសិលមិនចាំបាច់ត្រូវធ្វើពិធីធំដុំអីទេបាទដើម្បីប្រកាសខ្លួននេះទេចេតនាកើតឡើងពេលណាយើងអាចធ្វើពេលនឹងបានដោយគ្មានចំណាយអ្វីទាំងអស់បាទសិលនឹងកើតឡើងភ្លាមបាទអរគុណ